មេសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យ OHCHR ចុះមកសង្កេតការណ៍ឲ្យបានឆាប់ពីព្រោះឃើញថាថៃកាន់តែកក្លឿនមកលើកម្ពុជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកទេសរដ្ឋមន្ត្រីកែវរេមីបានជំរុញឲ្យ OHCHR ចុះសង្កេតការណ៍នៅកម្ពុជាឲ្យបានឆាប់និងដោយផ្ទាល់ជុំវិញសកម្មភាពដ៏កក្លឿនរបស់ថៃលើការប្រើសម្លេងរំខានជាទម្រង់នៃការធ្វើទុកបុកម្នេញការបំផិតបំភ័យនិងការយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជាសកម្មភាពរបស់ភាគីថៃត្រូវបានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកថាជាការប្រើច្បាប់ព្រៃមិនគោរពច្បាប់អន្តរជាតិនិងមើលងាយយន្តការអន្តរជាតិការចាក់សម្លេងរំពងតាមឃោសនាស័ព្ទនៅពេលរាត្រីបង្កការរំខានដំណេកដល់ជនស៊ីវិលចម្រុះវ័យនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃស្ថិតនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺជាទម្រង់នៃការធ្វើទុកបុកម្នេញការបំផិតបំភ័យនិងការយាយីផ្លូវចិត្តជាអំពើអមនុស្សធម៌និងព្រៃផ្សៃដែល OHCHR មិនត្រូវមើលរំលងនិងគ្មានចំណាត់ការជាក់ស្ដែងនោះឡើយព្រោះការប្រងើយកន្តើយនិងគ្មានវិធានការច្បាស់លាស់និងទាន់ពេលវេលាទេនោះសហគមន៍អន្តរជាតិនឹងបាត់បង់សេចក្តីទុកចិត្តលើច្បាប់ក៏ដូចជាយន្តការអន្តរជាតិទាំងមូលនេះជាការបញ្ជាក់របស់លោកកែវរេមីជូនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃសុក្រទី17តុលាម្សិលមិញលោកកែវរេមីគូបញ្ជាក់ថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាកសមកបន្ទាប់ពីភាគីថៃបន្តធ្វើសកម្មភាពធ្វើទុកបុកម្នេញបំផិតបំភ័យនិងការយាយីផ្លូវចិត្តមកលើពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយការប្រើឧបករណ៍រំពងសម្លេងឮខ្លាំងដែលធ្វើសកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិលកម្ពុជាដោយចេតនាព្រោះមានការសិក្សាបែបវិទ្យាសាស្ត្របានបញ្ជាក់ថាសម្លេងលើសពី140ដេស៊ីបែលអាចធ្វើឲ្យខូចក្រដាសត្រចៀកខណៈកម្រិតឡើងដល់200ដេស៊ីបែលនិងបណ្ដាលឲ្យមានរបួសខាងក្នុងធ្ងន់ធ្ងរជនចាស់ជរាកុមារអ្នកមានជំងឺប្រចាំកាយនិងជនមានពិការភាពសុទ្ធតែទទួលរងឥទ្ធិពលនៃសម្លេងរំពងចេញពីឃោសនាស័ព្ទរបស់យោធាថៃនេះទាំងអស់ទាំងនេះគឺជាសកម្មភាពបង្កហេតុដែលយោធាថៃប្រើច្បាប់ព្រៃមកលើកម្ពុជាដោយមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាននិងជាក់ស្ដែងបំផុតគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកសង្កត់ធ្ងន់ថាទោះជាយ៉ាងណាក៏ដោយតាមរយៈការលើកឡើងនៅតលហីកខាងលើគឺដើម្បីស្នើឲ្យលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សចុះមកពិនិត្យជាក់ស្ដែងនៅលើទីតាំងដែលបានរំលោភបំពានដើម្បីចេញនៅវិធានការបន្ទាន់ណាមួយទប់ស្កាត់អំពើបំផិតបំភ័យផ្លូវចិត្តពីសំណាក់ភាគីថៃគណៈពួកគេរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរចំពោះភាពអសកម្មភាពរបស់ OHCHR នេះនឹងបង្កើតជាគំរូអាក្រក់ចំពោះនីតិភាពដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនិងប្រព័ន្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយគូសបញ្ជាក់ផងដែរថានេះជាលិខិតទី4ហើយដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកផ្ញើទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប៉ុន្តែស្ថាប័នអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្សមួយនេះហាក់គ្មានចំណាត់ការជាក់ស្ដែងអ្វីមួយឆ្លើយតបឲ្យបានទាន់ពេលវេលានៅសំណើដែលកម្ពុជាបានដាក់ជូននោះឡើយ